បាទជំរាបសួរយាយចាលោកយាយអញ្ជើញមកពីខាងណាដែរខ្ញុំមកពីស្អែមជើងស្អែមជើងហ៎ចាដុល3ហើយឥឡូវអញ្ជើញមកបានប្រហែលថ្ងៃហើយមកថ្ងៃទី8តាំងថ្ងៃ20ហ្នឹងតាំងថ្ងៃ20ណោះរត់មកអត់បានយកអង្គប្រដាប់អីយកមកប្រើទេអូលោកយាយហើយចុះកៅអៅសម្ភារៈប្រើប្រាស់អីលោកយាយសងប្រៈមានប៉ុនអត់បានយកមកឥឡូវហ្នឹងកូននឹងទៅផ្ទះព្រឹកមិញហ្នឹងថាទៅយកអីយកមកប្រើខ្លះចុះគាត់ទៅបានដែរហ៎ដឹងមិនទៅបាត់ហើយទៅបាត់ហើយចាបាទហើយឡប់មកវិញថ្ងៃនេះឯងបាទហើយលោកយាយអញ្ជើញមកប៉ុន្មានអ្នកហ្នឹងខ្ញុំមក2នាក់2នាក់ណោះធ្វើដំណើរជាមួយណាគេដែរមកនេះមកមួយកូនពៅហ្នឹងម៉ូតូអត់មានម៉ូតូឲ្យជិះបានអត់ហ៊ានដាក់អង្គឲ្យមកឲ្យអង្គដាំសិលមិញបានមិនណោខ្ញុំអូយអូបានតាំងពីច្ប៊ូកាលដើមពោ5000ហ្នឹងបានដែរកូនបានដល់ភ័យអសន្នអត់មានយកអីកើតញាក់អញ្ចឹងហ្មងបាទលោកយាយបាទចាខ្ញុំញាក់ហើយខ្ញុំឈឺនេះជំងឺពុកស្អឹងគៀងមកអូមានជំងឺទៀនជាប់កាយណាយាយចាដើរអោនទេចុះលើបញ្ជនមកហើយលោកយាយ8ជាងហើយអូ8ជាងហើយមានកូនប៉ុន្មានអ្នកដែរកូនច្រើនណាប៉ិនមានចៅទួតលួតខ្លះនៅកំពង់ចាមអីចឹងបែកគ្នាកូនក្រីក្រចឹងបាទលោកយាយហើយលោកយាយនៅប្រហែលអ្នកដែរនៅភូមិនៅស្រុកនេះខ្ញុំនៅស្រុកអង្គូនខ្លះគេទៅធ្វើការអីហាងមុខទៅធ្វើទាហានណាលោកយាយចាអូហើយខ្លះគេរកស៊ីហើយកូនពៅមួយហ្នឹងនៅមើលម៉ែបាទហើយលោកយាយអីប្រហែលថ្ងៃនេះមានបានតាក់ទងទៅកូនអត់នៅខាងជួរមុខហ្នឹងកូនតាក់ទងតែមកណោះតែគាត់នៅសុវត្ថិភាពល្អណាចានៅសុវត្ថិភាពល្អបាទហើយមានអីជូនពរដល់កូននៅខាងជួរមុខអត់យាយឲ្យកូនឲ្យសុខសប្បាយឲ្យឈ្នះថៃជ័យឈ្នះកុំឲ្យវាមកឈ្លានពានតាំងពីដូនតាយើងមកឲ្យវាឈប់តវ៉ាទៅឲ្យលមៀទៅឲ្យខ្មែរយើងបានគេដូនតាវាយកអស់ច្រើនណាស់ហើយតាំងពីស្អីព្រៃចែកព្រៃអីតាយាយខ្ញុំនិយាយបាទចាឯងខ្ញុំសុំឆ្លុំពរខ្ញុំបើមានម៉ូតូម្ចាស់ហើយខ្ញុំចង់សុំមួយឲ្យកូនអូហទេខ្ញុំរកអីលេងខ្វះម៉ូតូណាខ្វះម៉ូតូខ្វះអទេសនេះសុំគេមកងើតងត់ចាសុំម៉ូតូម្ចាស់អីមួយឲ្យកូនអូរកអីលេងបានហើយបាទលោកយាយបាទសុំម៉ូតូម្ចាស់មួយខាងអូអត់ទេបាទអរគុណបាទលោកយាយឲ្យកូនខាងដឹកម៉ែពីដើមរាជពតមិនសូវខ្លាចទេកូននេះឲ្យលឺគ្រាប់គឺញាក់ហ្មងដឹងញាក់មកពីណាទេបាទអរគុណលោកយាយចាបាទបងប្អូនប្រិមត្តទស្សនិកជននេះហើយគឺជាសម្ដីរបស់លោកយាយដែលគាត់រត់ជាជនភៀសសឹកមកពីព្រំដែននៅខេត្តព្រះវិហារ